សួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំបង្ហាញពីរបៀបយើងប្រើប្រាស់រូបមន្ត filter ដើម្បីយើង search ចំនួនសិស្សទៅតាមថ្នាក់បាទមានថ្នាក់ 10A 10B និង 10C អញ្ចឹងនៅពេលយើងចុច 10A វាទាញសិស្ស 10A មកទាំងអស់បាទអញ្ចឹងវិធីសាស្ត្របែបហ្នឹងគឺយើងប្រើរូបមន្ត filter អញ្ចឹងយើងត្រូវដាក់ drop down list សិនមកមានប្រមាណថ្នាក់មាន3ថ្នាក់ជាឧទាហរណ៍ហើយកន្លែង ID name នេះយើងត្រូវសរសេរជាឧទាហរណ៍មកបន្តមកទៀតយើងមាន sheet 2 sheet 2គឺជា sheet data បាទមានសិស្សទាំង3ថ្នាក់គឺនៅក្នុង sheet ទាំងអស់នៅក្នុងlist នឹងទាំងអស់បាទអញ្ចឹងខ្ញុំឧទាហរណ៍មានសិស្ស20នាក់ហើយយើងចង់ដាក់លក្ខខណ្ឌតាមណាក៏បានតែមានថ្នាក់បាទអញ្ចឹងកន្លែង grade នេះថ្នាក់ 10A 10B 10C អញ្ចឹងទៅបាទអញ្ចឹងgrade ហ្នឹងគឺជាលក្ខខណ្ឌបាទអញ្ចឹងយើងបាយសញ្ញាស្មើមករូបមន្ត filter បាទបន្តមកទៀតរូបមន្ត filter ហើយ array គឺយើងទៅ select ទាំងអស់មក sheet 2ហ្នឹងទៅ select data របស់សិស្សទាំងអស់បាទមានសិស្សទី1រហូតដល់សិស្សទី20អញ្ចឹងទៅហើយក្បៀស1យើងចាប់លក្ខខណ្ឌអញ្ចឹងលក្ខខណ្ឌយើងចង់ search តាមណាតាមថ្នាក់អញ្ចឹង select លើ grade មក grade ទៅលើចុះក្រោមហើយដាក់ស្មើកន្លែងដែលយើង search ដាក់សញ្ញាស្មើមកកន្លែងយើង search នេះនៅ sheet 3នេះបាទកន្លែងយើង search គឺនេះកន្លែង drop down list ហើយប៉ុណ្្នឹងទេបិទវងចុច enter មកបានហើយបាទ enter មកអញ្ចឹងវាចេញហើយបាទឧទាហរណ៍ខ្ញុំ search សិស្សថ្នាក់ 10C មាន8នាក់បាទ 10C ឃើញទេអញ្ចឹងខ្ញុំ search សិស្សថ្នាក់ 10A 10A មាន7នាក់បាទ 10B មាន5នាក់ឃើញទេបាទហើយតើតើចំនួនសិស្សហ្នឹងយើងប្រើប្រព័ន្ធ count មករាប់បាទអញ្ចឹងសម្រាប់គ្រូបង្រៀនគឺបាទអាចមើលវិធីសាស្ត្រនេះបានបាទយើងអាចស្វែងរកសិស្សតាមថ្នាក់ប្រភេទនីមួយៗបាទងាយស្រួលយើងគ្រប់គ្រងសិស្សបាទសូមអរគុណ